សក្តីរីកាពីទីក្រុងតេហេរ៉ាំងបាននៅដឹងថានៅខណៈនេះកងឆ្មាំបដិវត្តអ៊ីរ៉ង់កំពុងប្រញាប់ប្រញាល់ដំឡើងប្រព័ន្ធមីស៊ីល S-300 ដែលជាប្រព័ន្ធមីស៊ីលការពារដែនអាកាសសម្រាប់បាញ់ទម្លាក់យន្តហោះនិងកំពុងធ្វើសមាយុទ្ធឧទ្ធម្ភាគប្រយុទ្ធដែលទើបទទួលបានពីប្រទេសរុស្ស៊ីយោងតាមបណ្ដាញផ្សាយព័ត៌មានដែលផ្សាយចេញពីតំបន់មជ្ឈិមបូព៌ានិងពីប្រទេសអ៊ីរ៉ង់ផ្ទាល់បាននៅដឹងថាកាលពីប៉ុន្មានថ្ងៃមុននេះអ៊ីរ៉ង់បានទទួលបានប្រព័ន្ធការពារដែនអាកាសពីរុស្ស៊ីទាំងប្រភេទ S-300 និង S-400 ប៉ុន្តែគេមិនដឹងថាមានចំនួនពិតប្រាកដប៉ុន្មានគ្រឿងនោះទេយ៉ាងណាក៏ដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនិងការឲ្យដឹងពីសកម្មជនសិទ្ធិមនុស្សនៃប្រទេសនេះបានបញ្ជាក់ថាកងឆ្មាំបដិវត្តអ៊ីរ៉ង់កំពុងប្រញាប់រូតរះដំឡើងប្រព័ន្ធ S-300 និង S-400 នៅលើគោលដៅសំខាន់ៗជាច្រើនដែលពួកគេត្រៀមការពារបែនអាកាសប្រទេសអ៊ីរ៉ង់ក្រែងលោសហរដ្ឋអាមេរិកឬក៏អ៊ីស្រាអែលបើការវាយប្រហារជាថ្មីម្ដងទៀតសូមរំលឹកថានៅក្នុងករណីសង្គ្រាម12ថ្ងៃដែលធ្លាប់បានផ្ទុះឡើងរវាងអ៊ីស្រាអែលនិងអារ៉ាប់ប្រព័ន្ធការពារដែនអាកាស S-300 និង S-400 របស់អ៊ីរ៉ង់ក្នុងបរិបទប្រៀបធៀបគឺមិនមានសមត្ថភាពបាញ់ទម្លាក់យន្តហោះចម្បាំងរបស់អ៊ីស្រាអែលសូម្បីតែមួយគ្រឿងនោះទេក្នុងករណីដែលអ៊ីស្រាអែលបានហោះហើរយន្តហោះចម្បាំងប្រភេទ F-16 និង F-35 បើការវាយប្រហារយ៉ាងសន្ធាប់រាប់រយគ្រឿងកំទេចមូលដ្ឋានទ័ពរបស់កងឆ្មាំបដិវត្តអ៊ីរ៉ង់ដែលក្នុងនោះក៏បានកំទេចប្រព័ន្ធការពារ S-300 និង S-400 ផងដែរជាមួយគ្នានេះទីតាំងស្តុកមីស៊ីលនិងទីតាំងស្តុកដ្រូនរបស់អ៊ីរ៉ង់មួយចំនួនត្រូវបានកំទេចនៅក្នុងស្ថានភាពសង្គ្រាម12ថ្ងៃនោះយ៉ាងពេញទំហឹងក្នុងអំឡុងពេលនោះហើយដែលសហរដ្ឋអាមេរិកបានបញ្ចេញយន្តហោះទម្លាក់គ្រាប់បែក B-2 Spirit ឲ្យហោះទៅទម្លាក់គ្រាប់បែកទម្ងន់ជាង13តោនជាច្រើនគ្រាប់ទៅលើទីតាំងរោងចក្រនុយក្លេអ៊ែររបស់អ៊ីរ៉ង់ដែលនៅពេលនោះប្រព័ន្ធការពារដែនអាកាសរបស់អ៊ីរ៉ង់ក៏មិនមានសមត្ថភាពបាញ់ស្កាត់យន្តហោះទម្លាក់គ្រាប់បែក B-2 របស់សហរដ្ឋអាមេរិកនោះដែរការដែលកងឆ្មាំបដិវត្តអ៊ីរ៉ង់ដំឡើងប្រព័ន្ធការពារដែនអាកាស S-300 នេះដែលតាមដំណឹងថាទើបទទួលបានពីរុស្ស៊ីថ្មីៗនេះត្រូវបានអ្នកជំនាញមើលឃើញថាអាវុធប្រភេទនេះទំនងជាមិនអាចមានប្រសិទ្ធភាពក្នុងការការពារដែនអាកាសរបស់ខ្លួននោះទេវាមិនខុសអ្វីនឹងសង្គ្រាម12ថ្ងៃរបស់អ៊ីស្រាអែលនោះឡើយដែលបានកំទេចប្រព័ន្ធការពារប្រភេទនេះស្ទើរតែទាំងស្រុងអ៊ីរ៉ង់បានព្យាយាមទិញប្រព័ន្ធការពារពីរុស្ស៊ីប្រភេទ S-400 ឲ្យបានច្រើនបំផុតប៉ុន្តែភាគច្រើនរុស្ស៊ីលក់ឲ្យតែប្រភេទ S-300 ច្រើនជាង S-400 ជាមួយគ្នានេះរុស្ស៊ីក៏មានប្រព័ន្ធការពារដែនអាកាសដ៏ទំនើបចុងក្រោយបំផុតរបស់ខ្លួនគឺ S-500 ប្រព័ន្ធ S-500 ត្រូវបានរុស្ស៊ីដំឡើងនៅឧបទ្វីបគ្រីមៀដើម្បីបាំងទម្លាក់យន្តហោះចម្បាំងរបស់អ៊ុយក្រែនប៉ុន្តែ S-500 នេះក៏ត្រូវបានគេដឹងថារងការវាយប្រហារដោយកាំជ្រួចមីស៊ីល ATACMS ដែលជាជំនួយរបស់សហរដ្ឋអាមេរិកទៅឲ្យអ៊ុយក្រែនផងដែររុស្ស៊ីបានដំឡើង S-500 ដែលជាអាវុធទំនើបចុងក្រោយបំផុតរបស់ខ្លួននៅឧបទ្វីបគ្រីមៀនៅពេលនោះតែ5គ្រឿងប៉ុណ្ណោះប៉ុន្តែត្រូវបានមីស៊ីល ATACMS របស់អ៊ុយក្រែនបាញ់កំទេចយ៉ាងហោចណាស់បានពី2ទៅ3គ្រឿងអ៊ីរ៉ង់ក៏បានព្យាយាមទិញ S-500 ពីរុស្ស៊ីផងដែរតែរុស្ស៊ីមិនព្រមលក់ឲ្យអ៊ីរ៉ង់នោះទេសូម្បីតែប្រទេសផ្សេងទៀតក៏រុស្ស៊ីមិនព្រមលក់ S-500 នេះទៅឲ្យដែរជាក់ស្ដែងដូចជាប្រទេសឥណ្ឌាក៏កំពុងស្វែងរកទិញប្រព័ន្ធការពារដែនអាកាស S-500 ពីរុស្ស៊ីផងដែរអ៊ីរ៉ង់ជាប្រទេសដែលមានក្បាលគ្រាប់មីស៊ីលរហូតដល់ទៅជាង 2000 គ្រាប់មីស៊ីលរបស់អ៊ីរ៉ង់អាចរត់បានចម្ងាយពី 1000 គីឡូម៉ែត្រទៅ 1500 គីឡូម៉ែត្រដែលវាអាចបាញ់គ្របដណ្ដប់ពាក់ពេញតំបន់មជ្ឈិមបូព៌ានិងមូលដ្ឋានទ័ពរបស់អាមេរិកនៅតំបន់មជ្ឈិមបូព៌ាអាចនឹងប្រឈមមុខនឹងការវាយប្រហារដោយមីស៊ីលរយៈចម្ងាយឆ្ងាយរបស់អ៊ីរ៉ង់បានព្រាមថាខ្លួននឹងមិនលើកលែងទេទោះជាមូលដ្ឋានទ័ពអាមេរិកនៅទីណាក៏ដោយនឹងត្រូវបាញ់កំទេចឲ្យតែស្ថិតនៅក្នុងតំបន់មជ្ឈិមបូព៌ាបន្ថែមលើនេះអ៊ីរ៉ង់តែងតែក្រៀមថានឹងបាញ់ទៅលើស្ថានទូតអាមេរិកនៅតំបន់មជ្ឈិមបូព៌ាផងដែរស្របពេលដែលមានសេចក្តីរាយការណ៍ថាកំពុងដំឡើងប្រព័ន្ធការពារដែនអាកាស S-300 និង S-400 នេះក៏មានសេចក្តីរាយការណ៍ឲ្យដឹងថាអ៊ីរ៉ង់កំពុងតែវឹកវើការហោះហើរឧទ្ធម្ភាគចក្រដែលទើបយកពីប្រទេសរុស្ស៊ីផងដែរវាជាឧទ្ធម្ភាគចក្រយោធាដែលផលិតនៅប្រទេសរុស្ស៊ីប្រភេទ Mi-28 អ៊ីរ៉ង់មិនបានប្រកាសថាអាវុធហោះរបស់រុស្ស៊ីនេះបានទៅដល់ប្រទេសអ៊ីរ៉ង់ចំនួនប៉ុន្មានគ្រឿងនោះទេប៉ុន្តែគេសង្កេតឃើញឧទ្ធម្ភាគចក្រនេះហោះហើរនៅលើលំហអាកាសនៃរដ្ឋធានីតេហេរ៉ង់ប៉ុន្មានថ្ងៃមុននេះហើយធ្វើការហោះហើរក្នុងលក្ខណៈនៃការធ្វើសម្យុទ្ធផងដែរការហោះហើរឧទ្ធម្ភាគចក្រ Mi-28 ដែលផលិតនៅប្រទេសរុស្ស៊ីនេះក៏គេសង្កេតឃើញមានការហោះហើររហូតដល់ទៅឆ្នេរសមុទ្រនៃច្រកសមុទ្រអមូសផងដែររុស្ស៊ីជាប្រទេសដែលផលិតអាវុធបានយ៉ាងច្រើនដើម្បីលក់ទៅក្រៅប្រទេសសម្រាប់អ៊ីរ៉ង់ចុងក្រោយនេះបានក្លាយទៅជាប្រទេសដៃគូយុទ្ធសាស្ត្រយោធាជាមួយនឹងរុស្ស៊ីហើយជាមួយនឹងប្រទេសចិនផងដែរកាលពីថ្មីនេះរុស្ស៊ីនិងចិនបានចុះកិច្ចព្រមព្រៀងមួយដែលគេហៅថា
កតិកសញ្ញារួមគ្នាត្រីភាគីកិច្ចព្រមព្រៀងនៃកតិកសញ្ញានេះបាននាំឲ្យអ៊ីរ៉ង់មានសម្ព័ន្ធភាពយោធាជាមួយនឹងប្រទេសមហាអំណាចទាំងពីរនេះការចុះហត្ថលេខាលើកតិកសញ្ញាសហប្រតិបត្តិការត្រីភាគីរវាងរុស្ស៊ីនិងចិននេះក៏កើតឡើងចំពេលដែលអ៊ីរ៉ង់កំពុងស្ថិតនៅក្រោមសម្ពាធយ៉ាងធ្ងន់ធ្ងរពីសំណាក់សហរដ្ឋអាមេរិកប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសអ៊ីរ៉ង់បានឲ្យដឹងថាកតិកសញ្ញានេះឆ្លុះបញ្ចាំងពីការបដិញ្ញាចិត្តរួមគ្នាក្នុងការគោរពគ្នាការរក្សាឯករាជ្យនិងប្រព័ន្ធអន្តរជាតិដោយផ្អែកលើច្បាប់និងច្រានចោលការបង្ខិតបង្ខំពីភាគីណាមួយប៉ុន្តែកតិកសញ្ញានេះបានបង្ហាញយ៉ាងច្បាស់ថាទាំងទីក្រុងមូស្គូទាំងទីក្រុងប៉េកាំងកំពុងនៅពីក្រោយអ៊ីរ៉ង់ក្នុងការជួយទប់ទល់ឥទ្ធិពលរបស់សហរដ្ឋអាមេរិកនិងលោកខាងលិចកតិកសញ្ញាត្រីភាគីចិនអ៊ីរ៉ង់រុស្ស៊ីនេះត្រូវបានគេមើលឃើញថាយ៉ាងហោចណាស់ក៏កំពុងតែធ្វើឲ្យមឿងអំណាចចំពោះការចរចាជាមួយនឹងសហរដ្ឋអាមេរិកអំពីកម្មវិធីអាវុធនុយក្លេអ៊ែរនិងអាវុធរយៈចម្ងាយឆ្ងាយ Missile ប្លង់ Ballistic ដែលសហរដ្ឋអាមេរិកបង្ខំឲ្យអ៊ីរ៉ង់លុបចោលកម្មវិធីទាំងពីរនេះហើយផ្លាស់ប្ដូររបបដឹកនាំបញ្ឈប់ការសម្លាប់ប្រជាជនខ្លួនឯងការចរចានេះរំពឹងថានឹងធ្វើឡើងនៅថ្ងៃศุក្រក្នុងសប្តាហ៍នេះដោយអ៊ីរ៉ង់កំពុងទាមទារបដូរទៅធ្វើឡើងនៅលើទឹកដីនៃប្រទេសអូម៉ង់ចំណែកឯអាមេរិកហាក់ដូចជាមិនយល់ព្រមតាមអ៊ីរ៉ង់ចំពោះការផ្ទេរទីតាំងប្រជុំគ្នានោះទេដោយកំណត់ធ្វើឡើងនៅទីក្រុងអ៊ីស្តង់ប៊ូលនៃប្រទេសតួគីយ៉ាងណាក្តីសេចក្តីរាយការណ៍បានឲ្យដឹងថាការចរចាទំនងជាប្រព្រឹត្តទៅមែនប៉ុន្តែអាចគ្មានលទ្ធផលអ្វីនោះទេព្រោះអ៊ីរ៉ង់នៅតែប្រកាសថាខ្លួនគេអាចព្រមរំលាយចោលកម្មវិធីអាវុធនុយក្លេអ៊ែរប៉ុន្តែមិនព្រមរំលាយដាច់ខាតនៃកម្មវិធី Missile ប្លង់ Ballistic និងមិនព្រមរុះរើប្រព័ន្ធដឹកនាំរបស់រដ្ឋនៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់បច្ចុប្បន្ននេះឡើយអ្នកជំនាញមើលឃើញថាបើអ៊ីរ៉ង់មិនព្រមរំលាយចោលកម្មវិធី Missile ប្លង់អន្តរទ្វីបនោះមានន័យថាអ៊ីរ៉ង់នៅតែអាចស្វែងរកអាវុធនុយក្លេអ៊ែរបានដោយយកមកភ្ជាប់ក្បាលគ្រាប់នុយក្លេអ៊ែរទៅនឹង Missile ប្លង់ Ballistic ដោយដែលរុស្ស៊ីនិងកូរ៉េខាងជើងបានផលិតវាបានរួចទៅហើយចំពោះចំណុចនេះអ្នកជំនាញថាអ៊ីរ៉ង់មិនចាំបាច់មានរោងចក្រនុយក្លេអ៊ែរនោះទេអ៊ីរ៉ង់អាចទិញក្បាលគ្រាប់នុយក្លេអ៊ែរពីរុស្ស៊ីពីកូរ៉េខាងជើងឬក៏ពីចិនក៏បានដែរដែលប្រទេសទាំង3នេះសុទ្ធតែមានក្បាលគ្រាប់នុយក្លេអ៊ែរឬទៅហើយរុស្ស៊ីមានក្បាលគ្រាប់នុយក្លេអ៊ែរដល់ទៅជិត 6,000 គ្រាប់ចិនមានប្រមាណជា400គ្រាប់ចំណែកឯកូរ៉េខាងជើងមាន40គ្រាប់ទៅ45គ្រាប់រុស្ស៊ីជាប្រទេសដែលមានមីស៊ីលប្លង់អន្តរទ្វីបអាចបំពាក់បានដោយក្បាលគ្រាប់នុយក្លេអ៊ែរខណៈកូរ៉េខាងជើងកំពុងតែផលិតអាវុធប្រភេទនេះដែរហើយចិនក៏ចាប់ផ្ដើមផលិតអាវុធប្រភេទនេះដែរអ៊ីរ៉ង់ជាប្រទេសដែលមានសក្តានុពលផ្នែកយោធាដ៏ធំមួយនៅតំបន់មជ្ឈិមបូព៌ាកំពុងតែក្លាយទៅជាប្រទេសដែលផលិតបានមីស៊ីលរយៈចម្ងាយឆ្ងាយប្រភេទ Missile ប្លង់ Ballistic ដែលវារត់បាន 1,000 គីឡូម៉ែត្រទៅ 1,500 គីឡូម៉ែត្រហើយអ៊ីរ៉ង់ក៏មានបច្ចេកទេសក្នុងការផលិត Missile បំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរផងដែរដូច្នេះហើយបានជាអ៊ីស្រាអែលនិងសហរដ្ឋអាមេរិកតម្រូវថាការរំលាយចោលកម្មវិធីអាវុធនុយក្លេអ៊ែរនិងកម្មវិធី Missile ប្លង់គឺជារឿងចាំបាច់បំផុតបើអ៊ីរ៉ង់ច្រានចោលគឺកិច្ចព្រមព្រៀងមិនអាចធ្វើបានទេអាស្រ័យហេតុនេះហើយទើបលោក Donald Trump គំរាមថាលទ្ធផលនឹងបង្ហាញពីជោគវាសនាអាក្រក់ចំពោះអ៊ីរ៉ង់ទៅវិញដោយដែលលោក Donald Trump ធ្លាប់គំរាមថានឹងបើកការវាយប្រហារទៅលើអ៊ីរ៉ង់ដែលហៅថាដើម្បីផ្លាស់ប្ដូររបបដឹកនាំនៅទីក្រុងតេហេរ៉ង់ដូចគ្នានឹងអ៊ីស្រាអែលក៏បានដាក់ផែនការមុតស្រួចជាងសហរដ្ឋអាមេរិកទៅទៀតនៅក្នុងការវាយផ្ដួលរំលំរបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់យ៉ាងណាក៏ដោយឧត្តមសេនីយ៍នៃកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់និងមេដឹកនាំកម្ពុជារបស់អ៊ីរ៉ង់ជាពិសេសអាយ៉ាតូឡោះអាលីខាមេនីដែលជាកម្ពុជាមេដឹកនាំតែម្នាក់គត់នៃរដ្ឋាភិបាលសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់បានប្រកាសថាបើសិនជាអាមេរិកហ៊ានតែបើកការវាយប្រហារលើប្រទេសអ៊ីរ៉ង់នោះសង្គ្រាមរវាងអាមេរិកនិងអ៊ីរ៉ង់នឹងក្លាយជាសង្គ្រាមដ៏ធ្ងន់ធ្ងរបំផុតដែលផ្ទុះនៅពាសពេញតំបន់មជ្ឈិមបូព៌ា